សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំវណ្ណៈថ្ងៃនេះខ្ញុំសូមចែករំលែកលំហាត់មួយទៀតគឺខ្ញុំដកស្រង់ចេញពីវិញ្ញាសាត្រៀមទី2របស់ខ្ញុំក្នុងផ្នែកវិទ្យាករអញ្ចឹងសូមបងប្អូនទៅជាមួយខ្ញុំទាំងអស់គ្នានៅពេលដែលយើងមើលឃើញទម្រង់លំហាត់យើងរូបភាពបែបនេះគឺគេចង់តេស្តទៅលើទម្រង់ការទាំង12ដោយបងប្អូនបានដឹងហើយនៅក្នុងវីដេអូមុនគឺខ្ញុំបានបង្ហាញពីរបៀបធ្វើលំហាត់ការទាំង12ហើយនៅក្នុងរបៀបការធ្វើលំហាត់ការទាំង12នេះគឺវាមាន4ដំណាក់កាលទី1គេឲ្យយើងឆែកទៅលើ sentence ទៅលើទម្រង់ថាវាជា past present ឬក៏ future ទី2យើងត្រូវកំណត់ចម្លើយមួយហ្នឹងតើវាចូលទម្រង់របស់ការលេខគេហើយបន្ទាប់មកយើងប្រៀបធៀបថាណាជាមួយនឹងប្រធានអញ្ចឹងទៅទី3គឺយើងត្រូវកំណត់ទៅលើនិយមន័យតើវាចូលនិយមន័យអីគេហើយទី4គឺយើងទៅលើអត្ថន័យបាទប៉ុន្តែយើងត្រឡប់មកលំហាត់របស់យើងវិញបាទយើងត្រូវកំណត់ប្រធានរបស់យើងថាវាជា present past ឬក៏ future ឥឡូវយើងអានប្រធានទាំងអស់គ្នាមកគឺថា our classroom ... one a week យើងមើលថាតើប្រធានរបស់យើងហ្នឹងគឺជា present past ឬក៏ future ដោយសារយើងឃើញថា one a week នេះគឺវាសំដៅទៅលើ present គេថាម្ដងក្នុងមួយសប្តាហ៍អញ្ចឹងយើងកំណត់បានថាប្រធានរបស់យើងហ្នឹងគឺជា present បន្ទាប់ពីយើងបានកំណត់ប្រធានរបស់យើងថាវាជា present ហើយចូលដំណាក់កាលទី2គឺយើងកំណត់ចម្លើយមួយតើវាចូលទម្រង់អីគេដោយសារយើងបានហៅថា our classroom នេះវាជា subject អញ្ចឹងយើងកំណត់បានបាទទម្រង់នេះមកគឺ subject បូកឲ្យ am is am ហើយយើងបូកជាមួយនឹង clean ពាក្យ clean នេះគឺជា verb 1អញ្ចឹងយើងឃើញទម្រង់ subject បូក am is am បូក verb 1អញ្ចឹងយកមានទម្រង់ចូលកាលយើងណាមួយទេដូច្នេះយើងកំណត់បានថាវាជា no form បាទឥឡូវយើងចូលទៅដល់ចម្លើយ2 is clean យើងបានរូបភាពវាគឺ subject am is am បូកឲ្យ verb clean ដែលយើងឃើញបញ្ចប់ដោយ ed វាអាចជា verb 2ឬក៏ verb 3ប៉ុន្តែបើសិនណា am is am បូក verb 2អត់មានទេគឺមាន verb 3អញ្ចឹងយើងបានវាជា verb 3បាទនៅពេលដែលយើងឃើញទម្រង់ subject បូក am is am បូកឲ្យ verb 3បែបនេះយើងឲ្យឈ្មោះថាជា present simple passive នេះគឺគេតែទៅដល់ passive ទៀតបាទយើងមានទម្រង់ passive ឥឡូវយើងចូលដល់ចម្លើយ C ចម្លើយ C យើងបាន subject បូកឲ្យ am is am បូកឲ្យ being ហើយ clean ឡើយនេះគឺវាទៅជា verb 3បាទវាអាច verb 2ទេដោយសារយើងមានទម្រង់ verb 2អញ្ចឹងយើងបានទម្រង់ subject បូក am is am បូក being បូក verb 3វាជាកាល present ស្អីកាត់មក continuous passive បាទគឺជាទម្រង់ present continuous passive ដែលមានទម្រង់ subject បូក am is am បូក being បូក verb 3ឥឡូវយើងចូលដល់ចម្លើយមួយទៀតគឺចម្លើយ D យើងបាន subject កាលណាយើងឃើញមាន was ដៃគូវាគឺ was were បូកឲ្យ being បូកឲ្យ verb 3អញ្ចឹងនេះគឺជាការរបស់ past continuous passive បាទបន្ទាប់ពីយើងបានកំណត់ទម្រង់ការនីមួយៗមកហើយគឺយើងទៅប្រៀបធៀបជាមួយប្រធានរបស់យើងតើវាជា present យើងទុកឲ្យចម្លើយទាំង line ណាដែលវាជា present ហើយបើវាជា past ក៏ future យើងលុបចោលឥឡូវយើងទៅលេខមើលចម្លើយ A ចម្លើយ A វាខុសដែរមកដោយសារវាអត់មានទម្រង់បែបហ្នឹង no form ពេលចម្លើយ B គឺយើងបានទម្រង់ present simple passive អញ្ចឹងវាជា present យើងទុកបានចូលទៅដល់ចម្លើយC ជា present continuous passive អញ្ចឹង present យើងទុកហើយចម្លើយ D បាទចម្លើយ D គឺជា past continuous passive វាជា past យើងលុបចោលបាទហើយបន្ទាប់ពីយើងបានផ្ទៀងផ្ទាត់ហើយយើងសល់ចម្លើយមាន2គឺ B និង C ចូល present simple passive និងpresent continuous passive ដូច្នេះយើងទៅវិភាគដល់ចំណុចទី3គឺនិយមន័យ definition ដោយសារយើងឃើញមានពាក្យone a week ម្ដងក្នុងមួយសប្តាហ៍នេះគឺវាបញ្ជាក់ពីទម្លាប់បើបញ្ជាក់ពីទម្លាប់មានតែ present simple passive ទេដែលបញ្ជាក់ពីទម្លាប់វាដូចជាមួយនឹង present simple ដែរប៉ុន្តែបើ present continuous passive វាអត់ចូលទេដូច្នេះចម្លើយ C អត់ត្រូវទេចម្លើយដែលត្រឹមត្រូវគឺចម្លើយ B បាទគឺចូលនិយមន័យបញ្ជាក់ពីទម្លាប់នៅក្នុងបច្ចុប្បន្នបាទបន្ទាប់ពីយើងបានធ្វើលំហាត់នេះហើយខ្ញុំសូមបង្ហាញថែមទៀតពាក់ព័ន្ធជាមួយនឹងmedium present simple passive ដូច្នេះសូមបងប្អូនទាំងអស់គ្នាមកមើលក្នុងផ្នែកខាងនេះបាទបន្ទាប់ពីយើងបានធ្វើលំហាត់ជាមួយនឹង present simple passive ហើយខ្ញុំក៏បានសង្ខេបជាមួយនឹង medium present simple passive ឲ្យបងប្អូនទាំងអស់គ្នាកាន់តែដឹងអំពី medium យើង
ក្នុង present simple passive នេះយើងរៀនពីចំណុចទី1យើងត្រូវស្គាល់ពី form ទម្រង់របៀបទី2គឺយើងត្រូវស្គាល់ពីនិយមន័យ definition ទម្រង់ស្របរបស់វាគឺ subject បូកឲ្យ MSR បូកឲ្យ verb 3ទម្រង់ passive subject បូកឲ្យ MSR បូក not បូកឲ្យ verb 3ទម្រង់សំណួរនៅពេលដែលខ្ញុំបិទ WH verb នេះចេញគឺវាចូលទម្រង់ MSR បូក subject បូក verb 3ជាទម្រង់ general question ដល់ពេលដាក់ WH verb គឺ WH question នៅក្នុងទម្រង់ present simple passive ឥឡូវយើងចូលទៅដល់យមន័យគឺវាមាន5បាទយមន័យទី1គឺ present habit ទម្លាប់នៅក្នុងពេលបច្ចុប្បន្នទី2 fake action សកម្មភាពការពិតទី3 permanent action សកម្មភាពជាអចិន្ត្រៃយ៍ទី4 future plan គម្រោងការអនាគតប៉ុន្តែយើងពឹងផ្អែកទៅលើ schedule program និង timetable ទៅលើកាលវិភាគកម្មវិធីឬក៏តារាងពេលវេលាហើយទី5គឺ non action verb ជាមួយនឹងកិរិយាសព្ទដែលគ្មានអំពើបាទអញ្ចឹងនៅក្នុងមេរៀន present simple passive នេះគឺខ្ញុំបានបង្ហាញរួចរាល់ហើយខ្ញុំសង្ឃឹមបងប្អូនទាំងអស់គ្នាបាទយល់ពីមេរៀននេះកាន់តែច្បាស់ហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាជោគជ័យជាមួយនឹងការប្រឡងផងដែរបាទសូមអរគុណ